បាទវីដេអូនេះខ្ញុំនឹងលើកបង្ហាញអំពីរបៀបមូលដ្ឋានគ្រឹះនៃការប្រើប្រាស់កម្មវិធី InShot បងប្អូនណាបាទនេះគឺធ្វើខ្លីទេសម្រាប់បងប្អូនដែលមិនទាន់ចេះសោះស្រួលនឹងឆាប់ចាប់បានអញ្ចឹងបងប្អូនណាបាទហើយបើសិនណាជាបងប្អូនដែលចាប់អារម្មណ៍នឹងគ្រប់គ្រងនៅវីដេអូរបស់ខ្ញុំសូមបងប្អូនជួយ like ជួយ share follow page ឬចុច subscribe YouTube ម្នាក់មួយផងបងប្អូនណាដើម្បីបងប្អូននឹងទទួលបានវីដេអូថ្មីៗក្រោយទៀតអញ្ចឹងកុំឲ្យយើងស៊ីម៉ោងយូរបងប្អូនចូលតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាសម្រាប់បងប្អូនដែលមិនទាន់ចេះសោះនេះគឺជាមូលដ្ឋានគ្រឹះណាបាទខ្ញុំនិយាយរៀងវែងតិចអញ្ចឹងជាដំបូងបងប្អូនត្រូវទៅ download យកកម្មវិធី InShot ជាមុនសិនពីព្រោះវីដេអូនេះខ្ញុំបង្ហាញទៅលើអំពីរបៀបរៀនកាត់តវីដេអូតាមរយៈកម្មវិធី InShot ណាបាទអញ្ចឹងយើងចូលទៅក្នុងកម្មវិធី InShot ទៅបាទអញ្ចឹងវគ្គទី1នេះខ្ញុំបង្រៀនបងប្អូនលើកយកបង្ហាញបងប្អូនចែកម្លែកបងប្អូនអំពីយើងកាត់វីដេអូជាមុនសិនប៉ុន្តែខ្ញុំធ្វើខ្លីទេបងប្អូនណាបាទយើងចូលវីដេអូបងប្អូនណាចូលវីដេអូមកបាទតមកបងប្អូនចូលកន្លែង New Project សញ្ញាលេខបូកមកបាទរួចហើយបងប្អូនមើលខាងលើបងប្អូនណាខាងលើនេះកន្លែងវីដេអូនេះអានេះវីដេអូអានេះរូបប៉ុសព្រោះកាលណាបងប្អូនទេអានេះវាចេញជារូបប៉ុសបងប្អូនណាតែរូបប៉ុសនេះរូបសន្លឹកណាបងប្អូនបាទប៉ុន្តែបងប្អូនណាបងប្អូនចង់យើងកាត់ជាវីដេអូបងប្អូនចុចកន្លែងវីដេអូនេះមកអញ្ចឹងខ្ញុំចូលទៅយកវីដេអូមួយបងណាបាទចូលយកវីដេអូមួយសិនមកបាទវីដេអូរបស់ខ្ញុំវីដេអូខ្លីចុចលើវីដេអូមកបន្តមកយើងចុចសញ្ញាคลิกខាងក្រោមមកបាទអូខេអញ្ចឹងរាល់ការកាត់តវីដេអូវាមានយើងត្រូវចូលទៅកម្រិតទំហំរបស់វាបងណាបាទឥឡូវខ្ញុំចូលទៅកម្រិតទំហំវីដេអូឲ្យបងប្អូនមើលមុននឹងយើងចូលទៅកម្រិតទំហំវីដេអូយើងត្រូវចុចទៅលើឈរលើវីដេអូរបស់យើងសិនចុចយកដៃចុចលើវីដេអូបន្ទាប់មកខាងនេះបងណានេះបាទសញ្ញាខ្ញុំបងប្អូនមើលតាមសញ្ញាព្រួយមកចុចកន្លែងមកសម្រាប់យើងទៅពង្រីកទំហំដូរផ្លាស់ប្ដូរទំហំទៅតាមកម្រិតរបស់វាបាទហើយបើសិនណាជាបងប្អូនកាត់តវីដេអូខ្លីបងប្អូនត្រូវចុចនេះកន្លែង9.16អាហ្នឹងហៅថាវីដេអូរៀលបងណាចុចទាំងបាទយើងយកដៃពង្រីកមកបាទដៃទាំងពីរមកពង្រីកអានេះវីដេអូរៀលបងណាប៉ុន្តែបើសម្រាប់បងប្អូនកាត់វីដេអូវែងយើងយកទៅផុសក្នុង YouTube បងប្អូនត្រូវចុច 16.9 បងណានេះបាទអញ្ចឹងយើងចុចអាហ្នឹងមកបាទចុចអញ្ចឹងយើងពង្រីកប៉ុន្តែខ្ញុំសូមបញ្ជាក់ថាបើសិនណាបងប្អូនផុសតាម YouTube បងប្អូនត្រូវថតទូរស័ព្ទកុំថតបញ្ឈរគឺត្រូវថតបដេកបងណាបាទហ្នឹងហើយអញ្ចឹងបើសិនណាបងប្អូនយកទៅផុសនៅក្នុង TikTok បងប្អូនចុចកន្លែងនេះបានណា 9.16 ដូចគ្នានេះបាទបែបនេះបាទប៉ុន្តែបើសិនណាបងប្អូនផុសតាម Facebook ហើយយើងផុសវីដេអូវែងយើងចុច 3.4 នេះហ្នឹងណាបាទអញ្ចឹងយើងយកដៃពង្រីកមកណាពង្រីកទំហំ 3.4 មានទំហំពេញអេក្រង់ទូរស័ព្ទអញ្ចឹងទៅបាទហ្នឹងប៉ុណ្ណឹងបងណាបន្ទាប់មកយើងចុចមកទីកន្លែងចុចគ្រីសបាទនេះវីដេអូយើងបានណាបងណាបាទវីដេអូយើងបានហើយអញ្ចឹងបងប្អូនអាចយកទៅផុសបានបងណាយើងថតហើយយើងយកមករៀបចំអញ្ចឹងមកស្អាតមកត្រូវតាមស្តង់ដាររបស់វាហើយវីដេអូនេះខ្ញុំក៏សូមធ្វើខ្លីប៉ុណ្ណឹងចុះកុំឲ្យបងប្អូនឆ្ងល់បងប្អូនធ្វើខ្លីចឹងបងប្អូនចាប់បានបងណាបន្ទាប់មកបងប្អូនចង់យកវីដេអូនឹងប្រើប្រាស់បាទតែចិត្តកំណត់បងប្អូនយកវីដេអូនឹងប្រើប្រាស់បងប្អូនចុចលើមកបាទចុចខាងលើមកចុចពឹបយើងទាញយកវីដេអូប្រើប្រាស់បងណាចុចពឹបមួយទៀតមកបាទតែប៉ុណ្ណេះអូខេបងណាបងប្អូនទុកឲ្យចំនួនភាគរយនេះរួចឲ្យដល់100%វីដេអូនេះយើងយកទៅផុសតាម Facebook បានហើយបងប្អូនណាបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងខ្ញុំបង្រៀនបងប្អូនយកមកចែកលេខបងប្អូនដែលមិនទាន់ចេះសោះជំហានទី1បងប្អូនណាបាទរបៀបយើងកាត់វីដេអូនៅវគ្គក្រោយនឹងមានបន្តទៅទៀតបាទខ្ញុំនឹងលើកយកបង្ហាញបន្តទៅទៀតទាល់តែចប់វគ្គនៃការប្រើប្រាស់កម្មវិធី InShot នេះឯងបាទអញ្ចឹងសូមអរគុណបងប្អូនកុំភ្លេចជួយ like ជួយ share ផងបាទអរគុណច្រើនជម្រាបលាបាទ